កិច្ចការអាស្រ័យលើមនុស្សជោគជ័យពឹងលើការសម្រេចចិត្តនិងសកម្មភាពរបស់យើងផ្ទាល់ចង់ធ្វើអាជីវកម្មត្រូវហ៊ានប្រថុយនិងចាស់ចេញពីតំបន់សុវត្ថិភាពភាពសុខស្រួលនិងសុវត្ថិភាពមិននាំមកនូវជោគជ័យធំទេត្រូវមានក្តីក្លាហានការចាប់ផ្ដើមនិងការបដិញ្ញាចិត្តធ្វើសកម្មភាពទើបអាចសម្រេចបាននូវគោលដៅធំចង់ក្លាយជាអ្នកមានត្រូវបង្កើនភាពក្លាហានប្រសិនបើមិនហ៊ានសាកល្បងអ្វីទាំងអស់ជោគវាសនានឹងនៅតែជាមនុស្សធម្មតាមួយជីវិតបើសូម្បីតែរលកព្យុះតូចមួយក៏មិនហ៊ានប្រឈមផងនោះតើអ្នកសម្អាងលើអ្វីដើម្បីរកលុយឲ្យបានច្រើនកប៉ាល់ឈប់នៅកំពង់ផែគឺមានសុវត្ថិភាពបំផុតប៉ុន្តែនោះមិនមែនជាគោលបំណងនៃការសង់កប៉ាល់ទេមនុស្សនៅក្នុងផ្ទះគឺសុខស្រួលបំផុតប៉ុន្តែនោះមិនមែនជាគោលបំណងនៃការរស់នៅទេចង់ធ្វើការរកលុយត្រូវធ្វើបំលាស់ទីចង់មានជីវភាពធូរធារត្រូវចេញទៅក្រៅចង់ហោះខ្ពស់ត្រូវត្រដាងស្លាប់ជាមុនសិនមនុស្សចង់មានទ្រព្យសម្បត្តិត្រូវចេះចាប់ដើមគ្មានភាពក្លាហានតើមានទ្រព្យសម្បត្តិពីណា